ជំរាបសួរបងជំរាបសួរអូនសុខសប្បាយសុខសប្បាយបងហើយភ្ញៀវទៅអញ្ជើញចាញ់មែនបងចាអូនក៏ទៅតែចេញទៅមុននេះបន្តិចអូនអូត្រូវអញ្ចឹងបងដោយសារតែមួយរយៈនេះមានភ្ញៀវពីច្រើនគាត់សួរនាំពីកម្មវិធី B3 ហ្នឹងហ៎បងចាគាត់សួរថាតើប្រភេទកម្មវិធី B3 ហ្នឹងជាប្រភេទកម្មវិធីបែបណាអញ្ចឹងតើតើនឹងកម្មវិធី B3 ហ្នឹងគឺជាកម្មវិធីមួយដែលតម្រូវឲ្យបេក្ខជនដែលចង់ដាក់ពាក្យទៅធ្វើការហ្នឹងมันមានបទពិសោធន៍អ្វីច្រើនទេហើយมันមានជំនាញអីខ្ពស់ដែរអញ្ចឹងណាប៉ុន្តែសម្រាប់ភាសាអង់គ្លេសគាត់ត្រូវចេះមកល្មមហើយគាត់នឹងទទួលបានអត្ថប្រយោជន៍ច្រើនពីកម្មវិធីហ្នឹងណាអូនជួយមានតម្រូវការណាបន្ថែមទៀតទេបងចាអូនមានតើតើតម្រូវការផ្សេងទៀតទី1គាត់ត្រូវមានសុខភាពល្អទី2គាត់មិនត្រូវជាប់បទល្មើសផ្សេងនៅស្រុកខ្មែរយើងទី3ដែលជាពិសេសជាងគេគាត់មិនត្រូវជាប់ blacklist ផុសស្ថានទូតអាមេរិកហ្នឹងណាអូនណាជួបបច្ចុប្បន្នមានការងារណាទំនេរទេបងតើតើនឹងការងារមានតាអូនយើងមានការងារនៅរដ្ឋជាច្រើននៅអាមេរិកចឹងណាអូនបងអាចជួយបញ្ជាក់ពីរដ្ឋតិចបានទេតើតើនឹងរដ្ឋមានរដ្ឋធំច្រើនដូចជា Washington DC Maryland Wisconsin Arizona ហើយរដ្ឋមួយជាពិសេសជាងគេដែលខ្មែរយើងចង់ទៅច្រើនជាងគេគឺរដ្ឋកាលីនឹងឯងអូនជួយបងអាចជួយបញ្ជាក់ពីប្រាក់ចំណូលរកបានតិចបានទេអូតើតើប្រាក់ចំណូលវិញកម្មវិធី B3 ហ្នឹងគាត់នឹងទទួលបានប្រាក់ចំណូលមួយច្រើនគួរសមដែរអូនរហូតដល់$50,000ក្នុងមួយឆ្នាំនោះអូនវ៉ាវច្រើនបងចុះបងអាចជួយបញ្ជាក់តិចបានទេថាកម្មវិធី B3 ហ្នឹងបើចង់ដាក់ពាក្យខ្លួនឯងដាក់កើតអត់ចាគាត់អាចដាក់បានអូនក៏ប៉ុន្តែគាត់ត្រូវមកប្រឹក្សាយោបល់ជាមួយខាងយើងសិនណាអូនណាចុះកម្មវិធីហ្នឹងចំណាយច្រើនទេបងអូតើតងនឹងចំណាយវិញបើសិនជាយើងធៀបនឹងកម្មវិធីផ្សេងរបស់រដ្ឋាភិបាលអាមេរិក EB3 ជាកម្មវិធីមួយដែលចំណាយរៀងទាបជាងគេហើយអញ្ចឹងណាអូនហើយបើយើងប្រៀបជាមួយកម្មវិធីរបស់ប្រទេសដទៃទៀតក៏គាត់ទាបដែរអញ្ចឹងណាអូនណាមួយសំណួរទៀតបងអតិថិជនភាគច្រើនសួរនាំថាតើក្រុមហ៊ុន First Class ហ្នឹងជួយសម្របសម្រួលឲ្យអតិថិជនបានទៅនៅអាមេរិកតាមរយៈកម្មវិធី B3 ហ្នឹងបានច្រើនទេហើយប្រហែលគ្រួសារដែរអូតើតងនឹងគ្រួសារដែលយើងជួយឲ្យគាត់បានទៅធ្វើការនឹងទៅរស់នៅអាមេរិកនឹងបានច្រើនបើសិនជាកងចង់ជ្រាបច្បាស់គាត់អាចចូលទៅមើល page របស់ពួកយើងបានណាអូនណាចុះមួយទៀតបងដោយសារតែមុនហ្នឹងបងបានរំលេចតាក់ទងទៅនឹងអត្ថប្រយោជន៍នៃកម្មវិធី B3 អញ្ចឹងណាអញ្ចឹងបងអាចជួយបន្ថែមថាតើកម្មវិធីនេះផ្ដល់អត្ថប្រយោជន៍អីខ្លះទៅបងតើតងនឹងកម្មវិធី B3 នឹងអត្ថប្រយោជន៍គាត់មានច្រើនបេក្ខជនដែល apply ទៅធ្វើការនឹងទៅរស់នៅអាមេរិកនឹងគាត់នឹងទទួលបានការងារមួយស្របច្បាប់តែជាបេក្ខជនគោលនឹងហើយសម្រាប់បេក្ខជនដែលទៅជាមួយគាត់ក៏នឹងទទួលបាន green card ដោយបេក្ខជនគោលដែរម្នាក់10ឆ្នាំហើយអញ្ចឹងអ្នកដែលទៅជាមួយជាប្តីឬក៏ជាប្រពន្ធរបស់គាត់នឹងគាត់អាចទៅរកការងារស្របច្បាប់ធ្វើបានហើយសម្រាប់កូនគាត់អាចចូលទៅរៀនសាលារដ្ឋដោយមិនបាច់បង់ថ្លៃបានអញ្ចឹងណាអូនចុះបច្ចុប្បន្ននេះបើសិនគាត់ចាប់អារម្មណ៍ចង់ដាក់ពាក្យតាមរយៈកម្មវិធី B3 គាត់ធ្វើមិនទៅបងបើសិនជាគាត់ចង់មានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យកម្មវិធី B3 ហ្នឹងគាត់អាចមកជួបប្រឹក្សាយោបល់ជាមួយយើងបានឬក៏បើគាត់ចង់ដឹងព័ត៌មានបន្ថែមគាត់អាចតាក់ទងតាមលេខទូរស័ព្ទហើយនិងតាម Facebook Page របស់យើងបានណាអូន